ตมอนอัพปงใส่ไงนั่งต่อกับใส่ขอยเตี้ยเพิ่มหกจุ่มเรียบสูบองปอนไงนี่ตามปัตเตอร์ไงคู่กันหัดโกนใส่เปิดบอกขยมให้ขยมก็ตัวจีวิดีโอมุ้ยน้องการធ្វើម្ហូបដើម្បីជប់លៀងខួបកំណើតកូនស្រីពៅរបស់ខ្ញុំអញ្ចឹងហើយសូមបងប្អូនអញ្ជើញទស្សនាសកម្មភាពទាំងអស់មានរយៈពេលរៀងវែងតិចក្នុងវីដេអូនេះប៉ុន្តែបងប្អូននឹងបានឃើញទាំងសកម្មភាពធ្វើម្ហូបការកាប់ឫស្សីនៅក្រោយផ្ទះគឺផ្ទះរបស់ខាងប្រពន្ធខ្ញុំផ្ទាល់តែម្ដងហើយឫស្សីនៅខាងក្រោយផ្ទះនោះក៏យើងកាប់យកមកធ្វើម្ហូបយើងអត់បាច់បាក់ទៅរកគេឬក៏ទិញគេនៅខាងណាផ្សេងទេគឺយើងមានខ្លួនឯងទាំងអស់សូម្បីតែមាន់ក៏យើងចិញ្ចឹមខ្លួនយើងដែរអញ្ចឹងសូមបងប្អូនរីករាយទស្សនាជាមួយនឹងធម្មជាតិនិងសកម្មភាពធ្វើម្ហូបការជប់លៀងខួបកំណើតកូនស្រីពៅរបស់ខ្ញុំទាំងអស់គ្នាហើយការជប់លៀងនេះក៏អត់មានអីធំដុំដែរគ្រាន់តែយើងធ្វើម្ហូបញ៉ាំជុំគ្នាជាមួយបងប្អូនតាយាយនិងប៉ាម៉ាក់ទាំងអស់គ្នាអញ្ចឹងហើយក៏ចូលរួមសប្បាយទាំងអស់គ្នាសូមបងប្អូនអញ្ជើញទស្សនាទាំងអស់គ្នាសូមអរគុណហើយបងប្អូនដែលមិនទាន់ចុច Subscribe សូមជួយចុច Subscribe Channel របស់ខ្ញុំបាទមួយផងដើម្បីទទួលបានវីដេអូនិងជាកម្លាំងចិត្តសម្រាប់ខ្ញុំធ្វើវីដេអូបន្ថែមតទៀតសូមអរគុណជូនពរសំណាងល្អតដល់សឡំតន់ដូផងហើយចំណែកគ្រឿងដែលយើងយកមកប្រឡាក់មាន់នេះគឺមានគល់ស្លឹកគ្រៃម្ទេសស្លឹកក្រូចហើយនិងគ្រឿងសាតេដោយសារតែយើងចង់បានក្លិនឈ្ងុយខ្លាំងហើយបើពេលដែលយើងដាក់ជាមួយនឹងកំប៉ុងអាស័យដែលនៅខ្ចីដែលយើងកាប់មកថ្មីថ្មីចឹងទៀតគឺវាធ្វើឲ្យក្លិនកាន់តែឈ្ងុយហើយរសជាតិក៏កាន់តែឆ្ងាញ់ដោយសារតែកំប៉ុងអាស័យវានៅខ្ចីដែរអញ្ចឹងបងប្អូនអញ្ជើញទស្សនាបន្តទៀតសកម្មភាពបង្កាត់ភ្លើងអាំងសាច់និងទេសភាពព្រៃភ្នំទាំងអស់នៅក្នុងវីដេអូនេះបងប្អូនកម្រនឹងបានឃើញទេសភាពបែបនេះណាហើយនៅខាងក្រោយនេះគឺជាភ្នំទំព័រនៅស្រុកវាលវែងនេះគឺជាកញ្ចុះបងថ្លៃខ្ញុំគាត់ធ្វើសម្រាប់បងប្អូនមកជួបជុំគ្នាកំសាន្តឬក៏អាចគេងលេងបាននៅនេះហើយក៏មានបន្ទប់ទឹកឬក៏ប្រគុណអនាម័យសម្រាប់បត់ជើងឬក៏ងូតទឹកគឺมันមានបញ្ហាអីទាំងអស់ដោយសារនៅនេះគឺជានៅក្នុងភូមិហើយបងប្អូនអាចធានាសុវត្ថិភាពបានបើសិនជាបងប្អូនចង់មកលេងគឺមកគ្រប់គ្នាគឺមកលេងនឹងកញ្ចុះរបស់គាត់នេះហើយដោយសារអីកន្លែងនេះគឺដីផ្ទាល់ខ្លួនឯងហើយនឹងផ្ទះខ្លួនឯងហើយកញ្ចុះក៏ធ្វើខ្លួនឯងដែរអត់មានចំណាយលុយអីច្រើនទៀតទេអញ្ចឹងទេសភាពក៏ស្អាតHello នេះម្ចាស់ខួបនេះកូនស្រីពៅ Happy birthday to you រីករាយខួបកំណើតកូនស្រីពៅថ្ងៃនេះមកធ្វើខួបកំណើតកូនស្រីពៅនៅព្រៃភ្នំយេយ៉ូនេះក្រោយផ្ទះបងនៅវាលវែងនៅឃុំប្រម៉ោយឃុំលងរៀបច្រឡំឃុំលងរៀបស្រុកវាលវែងខេត្តពោធិ៍សាត់នេះគាត់ធ្វើកញ្ចុះទុកសម្រាប់បងប្អូនមកអង្គុយលេងមានកញ្ចុះហើយមានត្រង់ខាងលើមួយទៀត
รับกอยเล่งนี่จอนข้างเลยเนี่ยประกัดเลิงดอทมอนยังดอทมอนhayจับดาบดักอังโยม hello mẹ miền tập tục tập ở đây thầm thấy làm cái chiếc chuột nia mỗi video dân ăn sạch đó tiết កន្លែងនេះដល់ពេលយើងដាក់សាច់ចូលក្នុងពងអស័យដែលយើងប្រឡាក់វាយើងផ្អាប់វាទុកប្រហែលជា2ម៉ោងហើយអញ្ចឹងយើងយកវាមកដាក់ចូលក្នុងពងអស័យដើម្បីដុតយើងដុតរហូតតទៅពងអស័យនឹងវាឆេះខ្លោចអាខាងក្រៅទៅគឺសាច់ហ្នឹងគឺវាឆ្អិនហើយដោយសារតែវាងុំកម្ដៅនៅក្នុងពងអស័យហ្នឹងបងប្អូនមិនបាច់ឆ្ងល់ថាពេលណាបានវាឆ្អិនហើយបងប្អូនចំណាំមើលតែពងអស័យហ្នឹងវាឡើងខ្លោចហើយបងប្អូនប្រែវាមកខាងទៀតទៅពេលដែលវារៀងខ្មៅខ្លោចសងខាងហ្នឹងគឺវាឆ្អិនហើយសាច់ខាងក្នុងគឺដឹងថាឆ្អិនហ្មងហើយឆ្អិនល្អហើយផុយឆ្ងាញ់ទៀតអត់ស្វិតទេដោយសារតែកម្ដៅវាងុំនៅក្នុងពងអស័យហ្នឹងគឺសាច់យើងគឺឆ្អិនល្អហើយឈ្ងុយគឺឈ្ងុយខ្លាំងហ្មងគឺឈ្ងុយចេញពីពងអស័យហ្នឹងមកហើយនឹងគ្រឿងរបស់យើងជាពិសេសគឺពងអស័យខ្ចីហ្នឹងហ្មងបងប្អូនគឺឈ្ងុយណារសជាតិគឺគ្មានពីរទេបងប្អូនហើយបូករួមទាំងអាកាសធាតុហើយនឹងទេសភាពអញ្ចឹងទៀតហើយនឹងការជួបជុំអញ្ចឹងទៀតបងប្អូនគឺធានាថាឆ្ងាញ់ 100% ហើយมันអាចបំភ្លេចបានទេចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងដើម្បីជាកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្ថែមទៀតអរគុណជម្រាបលាទាំងអស់គ្នានៅខាងនោះជួរភ្នំ 1500 ជួរភ្នំសំកោះហ្នឹងភ្នំសំកោះភ្នំ 1500 រហូតដល់ខាងនេះរហូតដល់បាត់ដំបងដល់សំឡូត Hello Hello បានទៅទីផងចោលទូអង្គទូនេះទូឯកតោះនេះដាក់ចេះដល់ទៅបានដុតក្តៅអាស័យទៅវាអត់ទេបើដាក់អីបើអាមន់នៅលើនេះ